លំហាត់បើ5ស្វ័យគុណ x ដក y ស្មើ125និង5ស្វ័យគុណ x បូក y ស្មើ3125គណនី x និង y តើទាំងអស់គ្នាសង្កេតមើលចឹងសមីការនីមួយៗគឺជាសមីការ exponential ដែលមានគោល5ហើយនីតិសាស្ត្រវាមានអាញាត់ដល់ទៅ2បាទគឺ x ហើយនឹង y អញ្ចឹងដើម្បីដោះស្រាយរក x ហើយនឹង y គឺយើងត្រូវបំលែងសមីការនីមួយៗទៅជាសមីការធម្មតាដែលមិនមានស្វ័យគុណបាទអញ្ចឹងកន្លែងនេះគោល5អញ្ចឹងយើងត្រូវបំលែង125ទៅគោល5ដែរតោះអញ្ចឹងយើងត្រូវធ្វើម៉េចតាមវីដេអូគ្រូតាំងពីដើមរហូតដល់ចប់ទៅតោះឥឡូវចាប់ផ្ដើមដំបូងយើងយកសមីការនេះមកប្រើមកគឺ5ស្វ័យគុណ x ដក y ស្មើ125អញ្ចឹងដើម្បីដោះស្រាយសមីការហ្នឹងយើងត្រូវបំលែង125ហ្នឹងទៅជាស្វ័យគុណអញ្ចឹងបំលែងដូចម្ដេចគឺយើងត្រូវចែកកតាបឋមអញ្ចឹង125ចែកកតាបឋមទៅយើងបានសមីការបានចែកនឹង5ណាចែកនឹង5មកបាន5យើងដាក់12ចែកនឹង5បាន2នេះ2 5នឹង10អញ្ចឹង12សង10សល់2អញ្ចឹង2ឡើង25ណា25ចែក5បាន5ទៀតអញ្ចឹងដាក់5មកបាទ25ចែក5បាន5ទៀតដាក់5មកបាន1អញ្ចឹងយើងបានសមីការរបស់យើងគឺបាន5ស្វ័យគុណ x ដក y ហ្នឹងស្មើ5ស្វ័យគុណ3នេះ1 2 3ឃើញទេអញ្ចឹងយើងបានសមីការយើងមានគោលដូចគ្នាអញ្ចឹងសមីការដែលមានគោលដូចគ្នាយើងអាចលុបគោលបានឲ្យស្វ័យគុណស្មើស្វ័យគុណអញ្ចឹងយើងបាន x ដក y ស្មើ3តែយើងតាំងសមីការមួយណាយើងបានសមីការមួយបាទគឺ x បូក x ដក y បាទ x ដក y ស្មើ3នេះគឺជាសមីការទី1បន្តមកទៀតយើងយកសមីការនេះមកប្រើដាក់នេះសមីការ1សិនមកអូខេយកសមីការនេះមកប្រើម្ដងអញ្ចឹង5ស្វ័យគុណ x បូក y ស្មើ3125អញ្ចឹងមិនខុសពីសមីការខាងលើទេយើងត្រូវបំលែង3125ហ្នឹងទៅជាស្វ័យគុណអញ្ចឹងការបំលែងទៅជាស្វ័យគុណគឺយើងត្រូវយកចំនួនហ្នឹងទៅចែកកតាបឋមយើងចែកកតាបឋមទៅយើងចែកយ៉ាងដូចម្ដេចអញ្ចឹងកន្លែងនេះ3125គឺចែកនឹង5អញ្ចឹងយើងដាក់កាត់2ខ្ទង់ព្រោះ3ចែក5អត់កើតទេអញ្ចឹងយើងកាត់2ខ្ទង់បាន31យើងដាក់6 5ដង30អញ្ចឹង31ដក30សល់1អញ្ចឹងវាឡើងសល់1ឡើង12នេះ12ចែក5បានដាក់2នេះ2 5ដល់10អញ្ចឹង12សង10សល់2ទៀត2ឡើង25ចែក5បាន5យើងដាក់បន្តមកនេះ6ចែក5កើតដែរយើងដាក់1គុណនឹង5 5អញ្ចឹង6សង5សល់1ឡើង12ដាក់2ទៀតបាទ2 5នឹង10អញ្ចឹង12ដក10សល់2ឡើង25អញ្ចឹងដាក់5ដូចមិញអញ្ចឹងយើងបាន5បាននេះដាក់2បាទសល់2ឡើង25ដាក់5បាន5ដាក់5បាន1អញ្ចឹងបាន5ស្វ័យគុណ5អញ្ចឹងឲ្យទៅសេបាន5ស្វ័យគុណ x បូក y ស្មើ5ស្វ័យគុណ5ចាហ្នឹងគឺសមីការទី2អញ្ចឹងយើងបានសមីការទី2របស់យើងគឺ x បូក y ស្មើនឹង5តាមសមីការទី2បន្ទាប់មកយើងទាញមកនេះផ្លេចទាញឲ្យមើលណាកាលណាគោលដូចគ្នាអញ្ចឹងយើងទាញបាន x បូក y ហ្នឹងស្មើ5បាទ5អញ្ចឹងយើងបានសមីការទី2នេះបាទអញ្ចឹងមិនផ្លេចទាញមើលយកទៅមកតែឥឡូវបន្តមកទៀតមកអញ្ចឹងយើងធ្វើម៉េចបាទអញ្ចឹងយើងដោះស្រាយប្រព័ន្ធសមីការនេះយើងធ្លាប់ឃើញការថ្នាក់ទី9ណាអញ្ចឹងយើងអាចប្រើវិធីបូកបំបត្តិមកបាទយើងបូកបំបត្តិមកយើងបូកទៅយើងបានអីគេបាទនេះ x បូក x បាន 2x ដក y បូក y អស់អញ្ចឹងណាជាងយើងនេះបានដក y អស់ x បូក x បាន 2x អញ្ចឹង 2x ស្មើ3បូក5បាន8ជាងយើងទាញរក x អញ្ចឹង x ស្មើ8ចែក2បាន4ណាអញ្ចឹងយក x ស្មើ4ជួស2មកបាទយក x ស្មើ4ជួស2បាទជួសសមីការ2ចឹងជួសសមីការ2ទេយើងបានកន្លែងនេះ4ជួសបាន4បូក y ស្មើ5ទីរក y ទៅបាទ y យើងគឺស្មើ5ដក4ស្មើ1អញ្ចឹងយើងដូចនេះបានតម្លៃ x ហើយនឹង y ហីបាទអញ្ចឹងដូចនេះ x ស្មើ4 y ស្មើបាទ y ស្មើ1បាទនេះគឺជាចម្លើយរបស់យើង